ពីនៃប្រាក់$155ព្រោះតែទិញទុរេនយកចូលក្នុងបន្ទប់គេងផ្លែទុរេនត្រូវគេចាត់ទុកជាផ្លែឈើមានក្លិនខ្លាំងដែលពេលខ្លះសម្រាប់អ្នកចូលចិត្តញ៉ាំគេថាឈ្ងុយឆ្ងាញ់រីឯអ្នកមិនចូលចិត្តនឹងគិតថាមានក្លិនស្អុយមិនអាចទ្រាំបានថ្មីនេះភ្ញៀវទេសចរចិនម្នាក់បានបង្ហោះនៅលើបណ្ដាញសង្គមតខ្លួនឈ្មោះ Blue Mulberry ដោយចែករំលែកបទពិសោធន៍ជូរចត់ជាមួយផ្លែទុរេនថាទុរេនទិញពីហាងអស់តែ$10តែធ្ងន់ខាងសន្តាគារពីនៃអស់$155ព្រោះតែខ្លួនទទួលទានទុរេនក្នុងបន្ទប់គេងសៀវហុងស៊ូបានឲ្យដឹងថាពេលទិញទុរេនដំបូងខ្លួនគិតថាអង្គុយញ៉ាំនៅហាងប៉ុន្តែគ្មានកន្លែងអង្គុយក៏សម្រេចចិត្តមកសន្តាគារខណៈដែលខ្លួនកាន់ទុរេនចូលទៅកន្លែងសម្រាប់នាងពុំឃើញមានបុគ្គលិកណាហាមឃាត់ឬសរសេរបំរាមអ្វីទេនៅថ្ងៃបន្ទាប់នាងក៏ទទួលដំណឹងពីខាងសន្តាគារដោយប្រាប់ថាពីនៃនាងជាប្រាក់$155ក្រោមហេតុផលថាជាថ្លៃសម្អាតបន្ទប់ព្រោះតែទុរេនជះក្លិនស្អុយពិបាកសម្អាតហើយខាងសន្តាគារក៏ពុំអនុញ្ញាតឲ្យញ៉ាំទុរេនក្នុងបន្ទប់គេដែរជាសារផ្ដាំផ្ញើដល់អ្នកផ្សេងសៀវហុងស៊ូនិយាយថារាល់អ្នកទេសចរដែលមកទស្សនានៅសិង្ហបុរីសូមកុំយកគំរូតាមនាងមិនថាទុរេនមានក្លិនឈ្ងុយឆ្ងាញ់ប៉ុណ្ណាក៏ដោយសូមកុំយកចូលសន្តាគារព្រោះអាចរងការពិន័យដូចនាង